ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជារដូវស្លឹកឈើជ្រុះរបស់ប្រទេសកូរ៉េបងប្អូនមើលទេសភាពខាងក្រោយក្នុងខ្ញុំគឺស្អាតមែនទែនស្លឹកឈើពណ៌លឿងទុំហើយមានជ្រុះនៅខាងក្រោមដល់ពេលខ្យល់ធ្លាក់មកជ្រុះរូមកស្អាតមែនទែនមកថតរូបថតវីដេអូហើយខែនេះគឺជារដូវដែលប្រជាជនកូរ៉េគេប្រមូលផលស្រូវហើយដំណាំផ្សេងដែលគេដាំផ្នែកខាងក្រៅរោងកស៊ូនឹងគឺគេប្រមូលផលអស់ហើយព្រោះចិត្តចូលដល់រដូវធ្លាក់ព្រិលហើយឆ្នាំទៅពាក់កណ្ដាលខែ11ធ្លាក់ព្រិលតែឆ្នាំនេះអត់ទាន់ធ្លាក់ព្រិលទេប្រហែលជាឈានចូលដល់ខែ12ហ្នឹងប្រហែលបានធ្លាក់ព្រិលហើយនេះប្រជាជនគេដើរលេងលំហែនៅតំបន់រមណីយដ្ឋានដ៏ល្បីគឺអ៊ឿនហេងណាមូខេលបងប្អូនទស្សនាវីដេអូនេះកុំភ្លេចជួយ follow page និងជួយ share ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីប្លែកខ្ញុំផុសចែកជូនបងប្អូនទស្សនាបន្តទៀតហើយកុំភ្លេចជួយ subscribe channel YouTube ខ្ញុំម្នាក់មួយផងខ្ញុំដាក់នៅលើអេក្រង់ស្រាច់បងប្អូនចូលទៅចុច subscribe ម្នាក់មួយផងដើម្បីឲ្យឆាប់គ្រប់គោលការណ៍របស់ YouTube ចូលមើលវីដេអូយើងបងប្អូនមើលដើមឈើពណ៌លឿងទុំស្អាតណាស់ទេសភាពនៅប្រទេសកូរ៉េខែនេះគឺស្អាតជាងគេហ្មងខ្ញុំហ៊ាននិយាយថាស្អាតជាងរដូវផ្ការីកទៀតព្រោះអីទូទាំងប្រទេសគឺសម្បូរដើមឈើនេះមែនទែនបងប្អូនហើយទៅណាក៏មានដែរពណ៌លឿងទុំហ្មងបើថាតាមព្រៃភ្នំវិញពណ៌លឿងទុំក្រហមឆ្អិនឆ្អៅហ្មងកន្លែងនេះគឺមានដើមឈើតែ20ដើមស្លឹកពណ៌លឿងនេះទេតែតំបន់ខ្លះវិញមានពណ៌ក្រហមមួយប្រភេទទៀតរឹតតែស្អាតជាងនេះទៀតវាស្អាតម្យ៉ាងម្នាក់អញ្ចឹងតែកន្លែងនេះគឺគេដាំតែមួយប្រភេទនេះហើយគេដាំជាជួរណាកន្លែងនេះល្បីណាស់អ្នកណាដែលថាមិនស្គាល់នៅកូរ៉េអ៊ឿនហេងណាមូខិលអ្នកមកពីឆ្ងាយកាត់មកលេងកន្លែងនេះគ្រប់គ្នាក៏ប៉ុន្តែនៅកន្លែងនេះគឺនៅចិត្តផ្ទះខ្ញុំមែនតើជិះឡានប្រហែលជាមិនដល់កន្លះម៉ោងគឺដល់ហ្មងផ្លូវទៅផ្សារជិះកាត់ទៅញឹកទៅញយទៅមករហូតដល់ពេលឃើញស្លឹកឈើប្រែពណ៌ស្អាតចឹងទៅចុះថតចែកជូនបងប្អូនទស្សនាហើយបងប្អូនដែលចង់មកលេងទោះបីចុងខែ11ក៏អត់ទាន់ហួសពេលហើយកុំឲ្យតែមានភ្លៀងបើសិនបើអត់ភ្លៀងក៏វានៅតែស្អាតដែរខ្លាចតែភ្លៀងមកវាភ្លៀងធ្លាក់ចឹងជ្រុះនៅខ្លាំងក៏ប៉ុន្តែពេលនេះគឺពេញស្អាតហ្មងថ្ងៃទី15នេះឃើញទេស្អាតណាស់នៅនោះ15 16នេះមើលទៅអស់ទោះហ្មងឃើញនោះមើលពណ៌លឿងទុំហ្មងណាចុំនិយាយតន្តិចចង់ស្អកកហើយមនុស្សមកចម្រុះចិត្តសាសបងប្អូនហើយជាពិសេសបងប្អូនខាងកើតយើងវៀតណាមហ្នឹងមានសត្វវៀតណាមច្រើនណាស់កូរ៉េគឺសម្បូរជនជាតិវៀតណាមមែនតើប្រែតំបន់ណាក៏មានដែរពេញនឹងបើថាកន្លែងដើរលេងវិញសត្វវៀតណាមបងប្អូនហើយនេះកូរ៉េនិងវៀតណាមដើរលេងសឹងស្មើគ្នាដល់ក៏មើលជ្រុះខាងក្រោមទៅស្អាតមែនតើមើលនំគ្នាថតរូបថតអីមានគេថតរូបថតអីចឹងណាអ្នកគេស៊ីឈ្នួលថតរូបចឹងទៅមើលនេះស្អាតហើយបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនខ្ញុំថតចែកជូនបងប្អូនទស្សនាប្លែកកុំភ្លេចជួយ follow page នេះពេលល្ងាចនេះមនុស្សនៅតែសម្រុកមកអត់ដាច់ទេហើយពេលធ្លាក់ខ្យល់មកបងប្អូនមើលនោះធ្លាក់រូអរគុណបាយជួបគ្នានៅវីដេអូ